Hello all friend ទាំងអស់គ្នាបាទថ្ងៃនេះយើងមកធ្វើការថែមចំណីដួងរបស់យើងដែលមានអាយុកាល20ថ្ងៃតាំងពីថ្ងៃដាក់ដំបូងរហូតដល់ថ្ងៃនេះគឺរយៈពេល20ថ្ងៃអញ្ចឹងយើងត្រូវការថែមចំណីវាម្ដងទាំងអស់យើងធ្វើការថែមចំណីចំនួន3ដងឬក៏2ដងអញ្ចឹងណាមករយៈពេល20ថ្ងៃយើងថែមម្ដងយើងដាក់ចំណីថ្មីរហូតដល់10ថ្ងៃក្រោយទៀតយើងធ្វើការថែមម្ដងទៀតអញ្ចឹងយើងទៅទស្សនាទាំងអស់គ្នាថាតើការថែមចំណីដួងនេះយើងដាក់អីគេខ្លះគ្រឿងផ្សំវាមានអីគេខ្លះហើយដួងរយៈពេល20ថ្ងៃហ្នឹងវាប៉ុណ្ណមានយើងទៅទស្សនាទាំងអស់គ្នាដូចតទៅហើយបើបងប្អូនមិនទាន់បានជួយចុច Subscribe ទេសូមជួយចុចម្នាក់មួយទៅឬក៏សញ្ញាជាវចុចម្នាក់មួយទៅណាបាទសូមអរគុណហើយអញ្ចឹងយើងថែមចំណីនេះគឺដោយយើងមានសម្បកដូងស្ងួតសម្បកដូងទុំហ្នឹងយើងក៏ធ្វើការថែមចំណីដោយប្រើសម្បកដូងស្ងួតអញ្ចឹងទៅហើយយើងលាយជាមួយនឹងសម្បកដូងខ្ចីខ្លះព្រោះខ្ញុំមានទាំងពីរខ្ញុំមានទាំងសម្បកដូងទុំនិងសម្បកដូងខ្ចីអញ្ចឹងខ្ញុំដាក់ទាំងពីរតែម្ដងមួយវិញទៀតបើសិនបងប្អូនអាចមានជាផ្លែឈើផ្លែចេកផ្លែស្វាយដែលយើងអាចហូបបានហ្នឹងផ្លែខ្វិតអីចឹងណាផ្លែតបែកផ្លែអីចឹងទៅយើងអាចដាក់លីគ្នាបានឬក៏មានជាដំឡូងមីដំឡូងជ្វាអីចឹងទៅយើងអាចដាក់បានណាយើងផ្សំឲ្យបានច្រើនមុខកាន់តែល្អចឹងទៅតែបើសិនបើអត់មានទេយើងមានអីក៏ដាក់នឹងទៅគ្រាន់តែថាយើងលាយធ្វើម៉េចកុំឲ្យវាស្ងួតកាលណាវាស្ងួតចំណីដួងវាស៊ីក៏អត់កើតដែរតែมันជាបញ្ហាទេដោយសារដួងយើងវារាងធំដែរហើយអញ្ចឹងយើងអាចថែមចំណីដោយប្រើសម្បកដូងទុំនេះលាយជាមួយនឹងសម្បកដូងខ្ចីបាទអញ្ចឹងយើងកាប់ចិញ្ច្រាំវាតូចអញ្ចឹងមកហើយដែលខ្ញុំកំពុងរើសនេះគឺជាសម្បកចាស់ដែលសម្បកដួងចាស់ណាសម្បកមេវាហ្នឹងអញ្ចឹងយើងអាចយកមកលាយបានដែរឲ្យតែរបស់ដែលវាអាចខាំស៊ីបានគឺយើងអាចដាក់បានហើយអញ្ចឹងយើងធ្វើការតម្រៀបវាក្នុងកធុនអញ្ចឹងមកហើយយើងយកអីសង្កត់វាឲ្យជាប់អានេះគឺសម្រាប់ដូងទុំណាសម្បកដូងទុំណាអញ្ចឹងយើងដាក់ត្រាំទឹកវារយៈពេល1យប់បើជាសម្បកដូងខ្ចីយើងអាចចិញ្ច្រាំឲ្យភ្លាមយើងអាចយកទៅធ្វើភ្លាមបានតែចំពោះសម្បកដូងទុំគឺយើងត្រូវការឲ្យវាជក់ទឹកនៅក្នុងសម្បកដូងហ្នឹងដើម្បីឲ្យដួងវាស្រួលស៊ីអញ្ចឹងណាហើយបើសិនបើយើងមិនត្រាំទេគឺវាស្ងួតពេកវាស៊ីអត់កើតទេវាអាចនឹងមូសបុកនឹងក៏អាចថាបានអញ្ចឹងយើងអត់ទាន់ឲ្យវាមូសបុកទេគឺយើងដាក់ដើម្បីបំពន់វាឬក៏ដាក់រយៈពេល10ថ្ងៃទៀតយើងថែមចំណីម្ដងទៀតបាទឥឡូវគឺយើងចិញ្ច្រាំសម្បកដូងខ្ចីអញ្ចឹងមកឲ្យវាល្អិតតូចអញ្ចឹងមកដើម្បីយើងងាយស្រួលលាយហើយថ្ងៃនេះគឺខ្ញុំអត់មានជាកតុទេបាទខ្ញុំអត់ប្រើកតុទេខ្ញុំប្រើចំណីចាស់យកមកលាយជាមួយនឹងចំណីថ្មីដែលយើងកំពុងតែកាប់ចិញ្ច្រាំនេះណាតែបើសិនបើយើងមានកន្ទុកដាក់ក៏បានដែរក៏កាន់តែល្អអញ្ចឹងណាតែនេះករណីដែលថាយើងត្រូវថែមចំណីឲ្យវាហើយតែយើងអត់មានកន្ទុកអញ្ចឹងយើងប្រើវិធីយកចំណីចាស់យកមកលាយបានដូចគ្នាហើយនេះយើងដើម្បីបំពន់ដួងយើងឲ្យវាកាន់តែល្អឲ្យវាកាន់តែធំធាត់ហើយយើងមិនចង់ប្រើចំណីគីមីក្នុងការលាយទេយើងអត់ចង់ប្រើចំណីជ្រូកចំណីមាន់អីលាយទេអញ្ចឹងយើងយកថ្នោតទុំដើម្បីយកមកសម្បាច់វាយកទឹកថ្នោតទុំហ្នឹងយកទៅលាយជាមួយចំណីចាស់ហើយចំណីដែលយើងចិញ្ច្រាំថ្មីហ្នឹងលាយចូលគ្នាបាទនេះគឺជាចំណីចាស់ណាចំណីចាស់ពីមុនមកដែលយើងដាក់ឲ្យដួងស៊ីហ្នឹងតែដោយវាស៊ីរួចយើងច្រកចំណីហ្នឹងទុកដល់ក្រោយមកទៀតយើងយកចំណីហ្នឹងយកទៅលាយជាមួយនឹងចំណីថ្មីរបស់យើងណាបាទបានដូចគ្នាគោលដៅដែលលាយបែបនេះគឺដើម្បី
ao chùm này tham mai dương nắng về trụ tật vì miền chiết tật nơi nông nâng lẩu đó cái này dương lia lập bài để dương chạm đom đom nâng lia cho mỗi tật món cứ ăn cả thì cứ ăn trâu thì cứ cho bà chị sầm bọ đồ nâng vì nơi lớn hay tật vì nơi khẳng cầu hay tật dương đã miên bạ man cầm nọt cái này dương đã tật tràn pít có ăn cả đại chẳng bà sân bà dương mình lia chùm này chắc rồi mình lia cho mỗi người còn tụ tí vì ăn ai trâu này bà này tôi đã tật nâng lịch chùm này tham mây đó sầm bọ đồ nâng từ bìa tật mà khi tay dương ở đại thư viện chẳng bán này vô tật về tràn pít bà sân là dương thường chẳng áแต่แล้วយើងមិនបាច់រៀបរាប់ប្រាប់អីច្រើនផ្សេងពីនឹងទេឥឡូវយើងលាយជាមួយចំណីចាស់ហ្នឹងយើងលាយវារួចហើយយើងយកសម្បកដូងដែលយើងបានចិញ្ច្រាំហើយនឹងសម្បកដូងដែលយើងបានត្រាំទឹកចំនួន1យប់ហ្នឹងយកមកដាក់ក្នុងកធុនមួយមកបាទក្នុងកធុនហ្នឹងយើងលាយគ្នាមកដោយសារថ្ងៃនេះគឺអត់មានដំឡូងអត់មានចេកអត់មានស្វាយអត់មានផ្លែឈើផ្សេងៗដើម្បីលាយទេគឺយើងលាយដោយប្រើតែសម្បកដូងទេអញ្ចឹងយើងមានអីគឺយើងធ្វើហ្នឹងយើងមិនចាំបាច់ទៅមានសពគ្រប់បានយើងអាចធ្វើបានទេគឺយើងអាចច្នៃវាបានអញ្ចឹងណាបាទអញ្ចឹងក៏ការចំណាយយើងក៏ទាបដែរក៏មិនសូវចំណាយច្រើនដែរអញ្ចឹងយើងលាយវារបៀបហ្នឹងមកចំណីសម្បកដូងទុំខ្លះសម្បកដូងខ្ចីខ្លះដាក់លាយជាមួយគ្នាមករួចយើងដួសទឹកខ្នុរទុំដែលលាយជាមួយចំណីចាស់យើងហ្នឹងយើងយកមកចាក់ចូលមកណាយើងលាយអញ្ចឹងគឺដូចកន្ទុកដែរទេអញ្ចឹងចំណីនេះគឺយើងអាចប្រើនៅចំណីថែមទេចំណីទី1គឺមិនជាល្អទេបើសិនបើយើងដាក់ដំបងយើងលាយចំណីដាក់ដំបងដាក់ឲ្យមេចូលពងគឺយើងគួរតែដាក់កន្ទុកគួរតែប្រើកន្ទុកទៅវាល្អជាងគេណាប្រើចំណីចាស់ខ្លាចទៅវាអត់ល្អដូចកន្ទុកខ្ញុំមិនដែលប្រើទេតែលើក្រោយចាំមើលខ្ញុំសាកប្រើចាំមើលថាវាល្អអត់ឥឡូវយើងលាយវាមកលាយវាចំណីគឺយើងអត់អាចដាក់ច្រើនជាងហ្នឹងទេណាកាលណាយើងដាក់ឲ្យវាស៊ីឲ្យបានច្រើនថ្ងៃហ្មងទៅយើងខ្ជិលថែមច្រើនដងអីចឹងហើយយើងដាក់ចំណីច្រើនក៏អត់កើតដែរគឺវាក្តៅយើងដាក់អញ្ចឹងឲ្យស្អែកឡើងយើងលូកដៃចូលបើមិនក្តៅងុំហើយដួងកាលណាវាចូលស៊ីគឺវាចូលហើយកាលណាវាហេវគឺវាចូលស៊ីហើយតែវាចូលស៊ីចំណីក្នុងចំណីហ្នឹងវាក្តៅពេកវានាំឲ្យកើតក្តៅក៏នាំឲ្យស្លោកដួងហ្នឹងងាប់នៅហ្នឹងហ្មងហើយយើងអត់មើលយើងទៅប៉ើមើលងាប់អស់បាទនេះជាបទពិសោធន៍ដែរបាទឥឡូវនេះយើងមកមើលដួងរយៈពេល20ថ្ងៃរបស់យើងនេះតាំងពីថ្ងៃដាក់ដំបូងមករហូតដល់ថ្ងៃថែមចំណីនេះគឺ20ថ្ងៃហើយអញ្ចឹងយើងកាយវាមើលនេះយើងប៉ុណ្ណឹងឯងបើយើងហូបគឺហូបអត់ឆ្ងាញ់ទេប៉ុណ្ណឹងហូបវាអត់មានតន់មានខ្ទិះទេប៉ុន្តែវាធំហើយដួងហ្នឹងគឺប៉ុនម្រាមដៃដែរប៉ុនម្រាមដៃប៉ុនកូនដៃមានខ្លះតូចខ្លះធំអញ្ចឹងណាព្រោះវាធំអត់ស្មើគ្នាទេអាណាវាពងដបងទៅយើងវាធំទៅអាណាវាទៅពងក្រោយទៀតគឺវាទៅញាស់ខ្លះទូចប៉ុនសរសៃអំបោះហើយអញ្ចឹងយើងពិបាករើសអាហ្នឹងតិចតែមានវិធីថែមមួយទៀតគឺថែមដោយអត់ចាំបាច់រើសដួងអញ្ចឹងទេអានេះយើងប្រើវិធីមួយនេះគឺដោយសារយើងចង់បែងចែកដួងតូចដាក់កធុនផ្សេងដួងធំយើងរើសទៅដាក់កធុនផ្សេងអញ្ចឹងណាអញ្ចឹងយើងចង់បែងចែកបែបហ្នឹងទៅយើងចាក់វារើសអញ្ចឹងតែបើវិធីយើងអត់ចង់បែងចែកទេយើងយកចំណីថ្មីយកទៅចាក់លើចំណីចាស់ប៉ុន្តែមុននឹងចាក់ចូលហ្នឹងគឺយើងរើសកាយចំណីចាស់នោះបោះចោលខ្លះអញ្ចឹងណាបើសិនតែយើងអត់រើសទេវាច្រើនពេកវានាំឲ្យក្តៅចំណីអញ្ចឹងយើងគម្រាបរាប់ច្រើនផ្សេងពីអ្វីដែលយើងកំពុងធ្វើវីដេអូក្រោយខ្ញុំនឹងបង្ហាញវិធីខុសពីនេះទៀតអញ្ចឹងយើងប្រើវិធីរើសបែងចែកដួងតូចដាក់កធុនផ្សេងដួងធំដាក់កធុនផ្សេងដើម្បីឲ្យវាធំទាន់គ្នាយើងប្រើវិធីនេះអញ្ចឹងយើងរើស
rửa thôm thôm dương đặt nó không cái thôn tham chùm lấy xèn rồi tối dương đã nó cái thôn tham chùm lấy xèn chẳng dương anh ấy dương rửa đã thèm đón tới chả mơ cái thôn cõi nhom rửa thà tới thôm thôm vì miềnประมาณក្នុងមកកធនហ្នឹងយើងចង់ដឹងថាមកកធនហ្នឹងយើងបានទិន្នផលហ្នឹងប្រមាណធំហ្នឹងតែរើអញ្ចឹងគឺយើងរើអស់ទេព្រោះអីអាទូចហ្នឹងច្រើនណាវាអាខ្លះវាទៅញាស់ប៉ិនទៅសាយអំបោះហ្នឹងយើងមើលមិនឃើញយើងពិបាកក្នុងការចាប់ពិបាកក្នុងការរើសអញ្ចឹងយើងត្រូវមានបាវមានអីមួយដើម្បីទុកចំណីចាស់ហ្នឹងឲ្យស្រួលករណីដូចថា4-10ថ្ងៃក្រោយយើងទៅចាក់ចំណីហ្នឹងមកវិញគឺវាមានដួងទៀតអាតូចហ្នឹងវាអាចធំនៅក្នុងហ្នឹងធំនៅក្នុងចំណីចាស់ដែលយើងទុកហ្នឹងអញ្ចឹងយើងអាចរើសវាបានមកលើដែរអញ្ចឹងណាហើយភាសាយើងអត់រើសទេក៏អត់ទៅតែអាតូចណាដែលយើងអាចចាប់បានគឺយើងចាប់ទៅដាក់ក្នុងកធុនផ្សេងហើយអាធំនេះគឺយើងបែងចែកនៅក្នុងកធុនផ្សេងដើម្បីយើងងាយស្រួលក្នុងការគ្រប់គ្រងវាកុំឲ្យមានតូចមានធំលាយឡំគ្នាអញ្ចឹងណាអញ្ចឹងនេះក្នុងមកកធុនដែលយើងដាក់មកហ្នឹងគឺអាធំមានប៉ុណ្ណឹងនេះដែលកធុនក្រោយនេះគឺខ្ញុំចង់ដឹងថាអាធំមានប្រមាណគឺយើងរើសមកបានប៉ុណ្ណឹងយើងមានទូចខ្លះរឿងធំខ្លះអញ្ចឹងណាយើងមិនបានវាធំស្មើគ្នាទាំងអស់ទេតែអាទូចខ្ញុំរើសដាក់ក្នុងកធុនផ្សេងហើយតែចំណុចនេះគឺក្នុងមកកធុនដែលយើងដាក់ដំបងមកគឺលទ្ធផលវាបានប៉ុណ្ណឹងអញ្ចឹងវាអាច4ខាំអីដែរណាវាអត់បានកន្លះគីឡូទេនេះគឺយើងអាចថា3ខាំជាង4ខាំអីប៉ុណ្ណឹងតែយ៉ាងណាដួងបើទោះបីជាយ៉ាងណាក៏នៅតែវាអាចមានតិចមានច្រើនអញ្ចឹងកធុនខ្លះអត់បានប៉ុណ្ណឹងទេកធុនខ្លះតិចយកទៅមែនតែនតិចដូចថាយើងលាយចំណីអត់បានមើលវាដិតដល់អញ្ចឹងទៅវាអាចតិចជាងហ្នឹងអញ្ចឹងនេះខ្ញុំក៏មិនបានមើលអីឲ្យដិតដល់ណាដែរប៉ុន្តែខ្ញុំឆែកមើលរហូតណាខ្លាចលើវាដូចវីដេអូមុនបងប្អូនធ្លាប់ដឹងថាពេលយើងប្រហែលថ្ងៃយើងត្រូវថែមទឹកយើងថែមរបៀបម៉េចអញ្ចឹងណាអញ្ចឹងនេះគឺជាលទ្ធផលដែលយើងខំមើលថែវារយៈពេល20ថ្ងៃក្នុងមកកធុននេះក្នុងមកកធុនអញ្ចឹងកធុនផ្សេងទៀតវាបានប៉ុណ្ណឹងប្រហែលគ្នាខ្លះក៏តិចជាងនឹងអញ្ចឹងណាខ្លះក៏ច្រើនជាងនឹងតិចអញ្ចឹងទៅប៉ុន្តែអត់សោះគឺវាមិនមានទេបាទអញ្ចឹងយើងដាក់ឲ្យវាស៊ីក្នុងកធុនចំណីថ្មីនេះបើធំចេះយើងដាក់ប៉ុណ្ណឹងវាស៊ីទៅ3ថ្ងៃ4ថ្ងៃអស់ចំណីក្នុងហ្នឹងអញ្ចឹង3-4ថ្ងៃហ្នឹងគឺយើងបើសិនតែយើងទំនេរយើងអាចថែមម្ដងទៀតហើយធំចេះយើងអត់ពិបាកទេយើងចាក់ឃ្លុបរើសវាយកមកដាក់ចំណីថ្មីថែមទៀតចំណីថ្មីទៀតដូចដែលយើងថែមដូចយើងថែមលើកហ្នឹងអញ្ចឹងលើក្រោយក៏យើងថែមអញ្ចឹងដូចគ្នាគ្រាន់តែថាយើងមានអីផ្សេងទៅដាក់ប៉ៅវាបានគឺយើងដាក់ទៅតែបើអត់ទេក៏អត់ទៅអត់អីទេគ្រាន់តែថាយើងយកទៅធ្វើមេអញ្ចឹងយើងចង់ប៉ៅវាល្អអញ្ចឹងយើងអាចធ្វើដោយវិធីប៉ៅបានអញ្ចឹងណាបាទអញ្ចឹងក៏សូមអរគុណដល់បងប្អូនដែលបានទស្សនាពីដើមរហូតដល់ចប់ហើយបងប្អូនសូមជួយ Subscribe ឬក៏ចុចសញ្ញាជាវម្នាក់មួយហើយបើបងប្អូនមើលនៅក្នុង Facebook បងប្អូនជួយ follow ជួយ like អីចឹងផងទៅណាបាទសូមអរគុណ